រដ្ឋាភិបាលអាល្លឺម៉ង់បានប្រឆាំងជំហររបស់អ៊ីស្រាអែលដែលប្រកាសថានឹងមិនដកទ័ពចេញពីទឹកដីលីបង់ឡើយបន្ទាប់ពីមានការថ្លែងការណ៍ពីលោក Israel Katz រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលអាល្លឺម៉ង់បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនគាំទ្រការកាន់កាប់ទឹកដីលីបង់ជាអចិន្ត្រៃយ៍ដោយកងទ័ពអ៊ីស្រាអែលនិងជំរុញឲ្យប្រជាជនស៊ីវិលលីបង់មានសេរីភាពក្នុងការវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញអ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់លោក Martin Gies បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថាជំហររបស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់គឺបដិសេធវត្តមានអចិន្ត្រៃយ៍របស់កងទ័ពអ៊ីស្រាអែលនៅលើទឹកដីលីបង់ការលើកឡើងនេះត្រូវបានបញ្ជាក់បន្ថែមដោយអ្នកនាំពាក្យរដ្ឋាភិបាលលោក Stephen Cornelius ដែលបានគាំទ្រដល់បូរណភាពទឹកដីរបស់ប្រទេសលីបង់ផ្ទុយទៅវិញលោក Israel Katz បានអះអាងថាកងកម្លាំងអ៊ីស្រាអែលពុំមានការរឹតបន្តឹងណាមួយនៅក្នុងប្រទេសលីបង់ហើយការប្រតិបត្តិការរបស់ពួកគេគឺដើម្បីលុបបំបាត់ការគំរាមកំហែងដោយបញ្ជាក់ថាអ៊ីស្រាអែលនឹងមិនដកខ្លួនចេញពីតំបន់សន្តិសុខនៅក្នុងប្រទេសលីបង់ឡើយការថ្លែងការណ៍របស់លោក Katz នេះកើតឡើងបន្ទាប់ពីមានការវាយប្រហារយ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែលនៅភាគខាងត្បូងនិងខាងកើតប្រទេសលីបង់